សូមជំរាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់សហគមន៍ចិញ្ចឹមកង្កែបបាទកម្ពុជាបាទបងប្អូនអរគ្នាបាទពេលនេះបាទខ្ញុំមកសួរឆ្លើយសំណួរបងទាំងអស់គ្នាគាត់សួរថាចិញ្ចឹមកង្កែបប្រើទឹកម្ដងបានអត់បាទកង្កែបអត់រើសទឹកទេបងប្អូនអរគ្នាចិញ្ចឹមទឹកម្ដងក៏បានទឹកស្រះក៏បានបាទទឹកស្អាតក៏បានបាទទឹកបន្លាយក៏បានបាទទឹកវាស្រែក៏បានបាទអត់បញ្ហាទឹកម្ដងបុកក៏បានទឹកម្ដងលូក៏បានអត់បញ្ហាទេបាទហ្នឹងហើយសួរទៀតថានៅពេលដែលទឹកម្ដងមានកបោអញ្ចឹងវាប៉ះពាល់អីគេខ្លះអញ្ចឹងណាបាទហ្នឹងហើយជាធម្មតាទឹកម្ដងរបស់ខ្ញុំវាមានកបោនៅកបោសឡើងមកអញ្ចឹងណាបាទប៉ុន្តែឥឡូវហ្នឹងវាអត់មានទេវាលែងមានហើយបាទកាលពីមុនខ្ញុំចាំបានបាទហ្នឹងហើយបាទបងប្អូនអរគ្នាកង្កែបប៉ុណ្ណេះគឺខ្ញុំដាក់ចំណីប្រភេទម៉ាលីឲ្យវាស៊ីណាបាទហ្នឹងហើយមេឃបើកថ្ងៃល្អបាទអញ្ចឹងហើយខ្ញុំមកដាក់ចំណីវាស៊ីបន្តិចបាទអានេះវាតង់អត់មានស្លែទេបាទតែអាខាងនេះវាចាប់ដើមមានស្លែបដាហើយខ្ញុំត្រូវការដោះតង់វាប្រហែលជាយប់នេះបាទខ្ញុំដោះតង់វាណាបាទហ្នឹងហើយតែយប់នេះខ្ញុំធ្វើការប្រកាត់បានមួយតង់ពីរតង់ទៀតបាទដោយសារតែយើងដាក់តាំងកែបសាច់និងកែបសាច់បាទយើងត្រូវដាក់មកតាមនេះបាទនឹងវិធីសាស្ត្រងាយនៅក្នុងការធ្វើហើយในការប្រមូលលុយបាទបើសិនជាយើងឧស្សាហ៍ព្យាយាមនៅក្នុងការធ្វើយើងចេះតែប្រមូលលុយបានបាទតែបើសិនយើងអត់ឧស្សាហ៍ទេបាទវាពិបាកបន្តិចបាទហ្នឹងហើយសម្រាប់ខ្ញុំកែបលក់ពេញផ្សារបាទកែបលក់ពេញផ្សារពេញស្រុកពេញភូមិអញ្ចឹងណាបាទអញ្ចឹងទៅក៏យើងចាប់ផ្ដើមចំនឹងចំយូរហើយបងប្អូនអរគ្នាអញ្ចឹងទឹកការប្រលើបមុនខ្ញុំទៅនឹងបុកម្ដងទឹកវាមានជាតិកបោបាទតែសួរតែចំបានអត់ចំបានបាទចំបានរសធម្មតាវាដូចជាអត់មានបញ្ហាអីផងបាទហ្នឹងហើយដល់ពេលវគ្គហ្នឹងទៅក៏ធម្មតាបាទវាកើតវាយើងទៅយើងអាចរកចំណូលបានគូសំពីវាដែរបាទថ្ងៃនេះខ្ញុំត្រូវប្រកាសកង្កែបបាទខ្ញុំធ្វើការលាងតិចទៀតខ្ញុំទៅលាងខាណោះបាទខាណោះរៀងរយៈបន្តិចបងប្អូនអរគ្នាបាទគ្រាន់ថាយើងដូចថាកសិករអីចឹងដូចតែមិនសូវជាទំនេរប្រហែលទេបាទនឹងកាបយើងចាំកាតហើយបាទនៅឡើយតការព្យាយាមអ្នកខ្លះមិនទៅមានការព្យាយាមណាបាទចាំពពួកសត្វយ៉ាងនេះបាទតើតែយើងឧស្សាហ៍ព្យាយាមបន្តិចបាទហ្នឹងហើយយើងមានពេលតិចតួចមកមើលថែវាអ្នកខ្លះមិនយកពេលវេលាទៅមើលថែផងបងប្អូនអរគ្នាបាទខ្លះពិបាកនិយាយពេលយើងមិនយកចិត្តទុកដាក់នៅក្នុងការមើលថែពិបាកនិយាយបាទហ្នឹងហើយអញ្ចឹងបងប្អូនអរគ្នាបាទវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលាបាទ